សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញវីដេអូមួយទៀតដែលតាក់ទងទៅនឹងពីរបៀបនៃការបង្កើត account Facebook ហើយវីដេអូនេះគឺសម្រាប់ចែកចាយទៅដល់អ្នកដែលមិនទាន់ចេះបង្កើតជាពិសេសម៉ែនៅតាមស្រុកស្រែចម្ការដែលគាត់ចង់មាន Facebook ហើយគាត់អត់ចេះបង្កើតអូខេឥឡូវយើងជាដំបូងគឺយើងចូលទៅក្នុង Mozilla Firefox ហើយបន្តមកគឺយើងវាយពាក្យ Facebook នៅក្នុង cloud Google នេះយើងវាយពាក្យថា Facebook អូខេយើង select Facebook ហើយបន្តមកទៀតគឺយើងចុចលើពាក្យថា Welcome to Facebook login sign up អូខេចុចលើ link នេះហើយបន្តមកគឺយើងចុចលើពាក្យថា sign up គឺយើង sign up នៅទីនេះចុចលើពាក្យថា sign up ហើយបន្តមកគឺយើងបំពេញឈ្មោះ Facebook ដែលយើងចង់បង្កើតចឹង first name គឺឈ្មោះរបស់យើងឧទាហរណ៍ថាហ៊ុនមកហើយលុយមកអូខេហើយនេះត្រង់ចំណុចនេះគឺកន្លែងដែលយើងបំពេញ email របស់យើងដែលយើងបានបង្កើតរួចហើយកាលពីវីដេអូមុនយើងបំពេញ email របស់យើងមកគឺ email របស់យើងដែលបានបង្កើតរួចហើយឈ្មោះថាហ៊ុនលុយ22@gmail.com ហើយត្រង់នេះគឺយើងបំពេញGmail នឹងភាសាទៀតគឺហ៊ុនលុយ22@gmail.com ហើយត្រង់ចំណុចនេះគឺយើងបំពេញ password ថ្មីមិនមែនជា password Gmail ទេគឺជា password ថ្មីសម្រាប់យើង login ចូលទៅក្នុង Facebook account អញ្ចឹង password គឺយើងដាក់ទៅដាក់ទៅបាត់តែតាមដែលយើងចាំហើយថ្ងៃខែឆ្នាំកំណើតគឺយើងរើសមកមិនកើតនៅខែ1ហើយទី1ឆ្នាំ1994អូខេហើយ page របស់ខ្ញុំគឺ Gmail ហើយចុចលើពាក្យថា sign up អូខេចុចលើពាក្យថា continue ហើយក្នុង column នេះគឺយើងបំពេញ captcha ខាងលើនេះដែលយើងវាយតាមអក្សរទៅគឺមានអក្សរ A អក្សរ D អក្សរ O អក្សរ U អក្សរ J អក្សរ D អក្សរ O អក្សរ Q នៅត្រង់ចំណុចនេះគឺយើងគឺខាង Google គេអ្នកបោះមកយើងទៅអក្សរនេះបើគេបោះអក្សរផ្សេងគឺយើងបំពេញផ្សេងទៅនៅក្នុង column នេះតែវាគឺទៅតាមពេលវេលាដែលយើងបង្កើតគេបោះឲ្យផ្សេងគ្នាមិនដូចគ្នាទេហើយបន្តមកគឺយើងចុចទៅពាក្យ continue ហើយត្រង់នេះគឺយើងកន្លែងដែលយើងបំពេញលេខទូរស័ព្ទរបស់យើងទូរស័ព្ទដែលយើងកំពុងតែប្រើប្រាស់ណាយើងចុច enter mobile number ហើយទៅយើងបំពេញលេខទូរស័ព្ទត្រង់ចំណុចនេះគឺ phone number ត្រង់ចំណុចនេះឯងហើយលេខទូរស័ព្ទរបស់ខ្ញុំគឺ096 84 27 រួចចុចលើពាក្យថា continue តិចទៀតវានឹង Google នឹងផ្ញើសារជាកូដមកឲ្យយើងតាមរយៈលេខទូរស័ព្ទដែលយើងបំពេញហ្នឹងហើយ
គឺយើងត្រូវរងចាំបន្តិចដើម្បីចាំកូដពី Google ផ្ញើចូលក្នុងទូរស័ព្ទដៃរបស់យើងអូខេឥឡូវវាផ្ញើមកក្នុងទូរស័ព្ទដៃរបស់ខ្ញុំហ្នឹងគឺលេខកូដមានលេខ29 56 74ក្នុងចំណុចនេះគឺយើងត្រូវដាក់លេខទូរស័ព្ទដៃរបស់យើងដើម្បីងាយស្រួលក្នុងការមើលកូដមិនមែនចេះទៅលួចលេខទូរស័ព្ទគេដាក់ទេព្រោះពេល Google ផ្ញើកូដមកអត់មានអីបំពេញអញ្ចឹងការបង្កើត Facebook របស់យើងវាអត់ successful ទេត្រង់ចំណុចនេះអញ្ចឹងយើងចុចលើពាក្យពេលយើងបំពេញកូដដែលផ្ញើដោយ Google រួចហើយគឺយើងប្រើពាក្យថា confirm ហើយយើងចុចពាក្យថា save ហើយយើងចុចលើពាក្យថា privacy ហើយយើង log in ចូលទៅក្នុង account Facebook របស់យើងដែលមាន email ដែលយើងបានបំពេញគឺ honloy @gmail.com ហើយត្រង់នេះគឺជា password របស់ Facebook ដែលយើងបានបំពេញមុននឹងបន្តិចហ្នឹងមិនមែនជា password email ដែលយើងបានបង្កើត Gmail ទេគឺជា password Facebook ដែលយើងបានបំពេញអញ្ចឹងខ្ញុំបំពេញ password របស់ខ្ញុំរួចចុចលើពាក្យថា login ហើយចុចលើពាក្យថា continue អូខេបំពេញ captcha ភាសាទៀត 4 Y E G N W រួចចុចលើពាក្យថា continue រួចចុចលើពាក្យថា OK ពេលនេះយើងបាន account របស់យើងលេចរៀងៗមកបន្តិចទៅហើយគឺយើងចុចលើពាក្យចុចលើរូបនេះព្រោះយើងមិនទាន់បានដាក់រូបចុចលើត្រង់លើ toolbar នេះយើងចុចលើហ្នឹងមកអូខេត្រង់នេះគឺយើងដាក់រូបរបស់យើង add photo គឺយើងចុចលើហ្នឹងទៅ upload photo មក photo របស់យើងនៅក្នុងphoto របស់យើងនៅក្នុង computer របស់យើងចាំខ្លួនយើងមិនដឹងថាយើងដាក់នៅកន្លែងណាទេខ្ញុំមកខ្ញុំដាក់នៅក្នុង Drive D ហើយរូបអង្គរវត្តមកដាក់ចុះអូខេខ្ញុំបានរូបនេះហើយខ្ញុំចុចលើពាក្យថា save profile picture អូខេឥឡូវខ្ញុំបានរូបខ្ញុំលោតមកលើ toolbar នេះហើយត្រង់ហ៊ុននេះដែល profile របស់ខ្ញុំមានឈ្មោះថាហ៊ុនលយហើយមានរូបបកវត្តនេះហើយត្រង់ add cover នេះគឺយើងអាច design រូបឬក៏ upload រូបផ្សេងៗដាក់នៅខាងក្រោយនេះធ្វើជា background បានទៀតដែលទំហំរបស់វាតាមតែខ្ញុំចាំដូចជា 850 គុណនឹង 315 គុណ 315 បាទខ្ញុំច្រឡំទេហើយយើងចុចលើ home ដើម្បីនៅ page របស់យើងត្រង់នេះហើយយើងអាចធ្វើការហូបឬចុច file friend ហើយ step 1 សម្រាប់យើងបង្កើត sorry this place wrong ហើយយើងអាច skip this step ចុចលើពាក្យ skip this step
dương ở trong find friendជាមួយនឹង Gmail ទេhome ផ្សេងៗប៉ុន្តែខ្លះគឺយើងមិនចាំបាច់ប៉ុណ្ណឹងនេះយើងម្ដងត្រង់នេះគឺមានន័យថាយើងអាចផុសរូបបានយើងចង់ផុសរូបយើងចូល add photo ឬក៏មានវីដេអូយើងគឺ add វីដេអូហើយយើងសាកផុសរូបមួយលើអញ្ចឹងយើងដាក់រូបអង្គរវត្តនេះទៅបាច់ចុចលើ up យើងរងចាំបន្តិចដើម្បីឲ្យរូបយើង upload ចូលហើយត្រង់ say something about this photo មានន័យថាយើងអាចសរសេរបញ្ជាក់ពីព័ត៌មានផ្សេងៗអំពី photo នេះយើងអាចសរសេរថា this is អង្គរវត្តអីចឹងទៅ this is អង្គរវត្តអីចឹងទៅឧទាហរណ៍យើងចុចលើពាក្យថា post ទៅគឺនេះគឺយើងបានផុសមកហើយតែគឺពិតទៅគឺ account របស់យើងត្រូវតែបានបង្កើតដូច្នេះយើងអត់ទាន់មាន friend ទេអញ្ចឹងយើងអាចចុចលើពាក្យថា find friend ឬក៏យើង find friend នៅទីនេះក៏បានយើងអាចរក friend មួយពីរមកតែកាយចឹងឧទាហរណ៍នេះក៏តែលើបហ្នឹងហើយយើងចុចមើលចឹងទៅមើលរូបរាងគេបើស្អាតដែរ add ទៅបើពេញចិត្តដែរ add ទៅបើមិនពេញចិត្តទេកុំ add ទេហើយនេះគេអត់ឲ្យ add ទេគឺដាក់ hello ពួកគាត់ស្អាតវិញមកដែរយើងអាចរកបន្ថែមទៀតគឺតែមានច្រើនណាស់មានតែមួយយើងរកមកដល់ណាគេដែលឲ្យគេ add ឬក៏តាមតែអត់របស់ខ្ញុំនេះគឺថាពេជ្រនេះទេខ្ញុំពេជ្រដល់វាជាមិនឃើញ account ហ្នឹងទៅហ៊ុននេះaccount មួយទៀតដែលមានឈ្មោះថាឆាតឆាយមួយអូខេទីហើយទៀតយើង add ទៅហើយយើងគេ add គឺយើងទៅ add មកគឺបាន friend មួយហើយសូមបញ្ជាក់ផងដែរថាក្នុងការបង្កើត Facebook ដំបូងបែបនេះគឺយើងកុំព្យាយាម add ច្រើនពេកហើយយើង add ច្រើនពេក Facebook នឹង block យើងភ្លាមអញ្ចឹងយើងអាច add ត្រឹមមួយឬក៏ត្រឹមពីរអីសិនទៅហើយយើងប្រើលេងទៅផុសរូបទៅលេងមួយថ្ងៃ add មួយថ្ងៃ add ពីរអញ្ចឹងទៅកុំព្យាយាម add ច្រើនពេកយើងនឹង block គឺស្គាល់មកយើងត្រង់នេះយើងអាច say something បានប្រយ័ត្នគឺខ្ញុំខកបាន2រូបហើយយើងត្រង់ចំណុចផ្សេងទៀតនៅលើ page
account របស់យើងនេះគឺយើងនឹងរៀនពីរបៀបប្រើប្រាស់នៅពីក្រោយទៀតថ្ងៃនេះគឺយើងគ្រាន់តែចង់បញ្ជាក់ថាពីរបៀបបង្កើត account Facebook គឺយើងបានបង្កើត account របស់យើងបានហើយដែលមាន profile របស់យើងគឺមានឈ្មោះថាហ៊ុនលយមានទូអង្គរវត្តហ្នឹងហើយនេះជាមនុស្សដែលគេអាចឲ្យយើង add បានយើង add ថែមមួយទៀតទៅត្រង់នេះគឺយើងអាចដាក់រូបបានយើងចុចលើ add cover photo លើ OK លើ upload photo ហើយយើងរើសរូបមួយដាក់បានរូបបើសិនជាយើង design ក្នុង Photoshop យើងទំហំទៅវានឹងចេញមកត្រូវតាមទំហំរបស់ cover នេះគឺយើងចេះទៅរើសទេវាអាចធំទៅទីលើនឹងរឹបពីអប្សរានេះទៅណាចាំមិនតិចព្រោះវាកំពុងតែចូលអប្សរានេះគឺអាប់ឡូតចិត្តពេញដែរមានន័យថាវាចិត្តត្រូវដែររួចចុចលើពាក្យថា save យើងបាន profile របស់យើងមួយដែលមានរូបរាងបែបនេះហើយនេះជា profile របស់យើងដែលយើងទៅ upload រូបបាន2ហើយត្រង់ចំណុចនេះគឺដាក់បែបនេះមានន័យថា Facebook របស់យើងទៅបាន 44% ទេវាមិនទាន់20ទេអញ្ចឹងដើម្បី complete ទៅធ្វើដូចម្ដេចទៀតគឺយើងបំពេញព័ត៌មានផ្សេងៗទៀតដូចជា current activity study workplace something else over here ជាយើងមើលវីដេអូបន្តទៀតសូមអរគុណសូមបង្ហាញតែត្រឹមប៉ុណ្ណេះសិនបាទហើយបន្តមកគឺយើងlog out ចេញបន្តមកគឺយើង log out ចេញគឺយើងចុចលើនេះត្រង់kiaនេះមានសញ្ញា4មួយចុចត្រង់គឺយើងចុចលើវាមកយើងពាក្យថា log out គឺយើងមានន័យថាយើងចាក់ចេញពី account របស់យើងយើងចង់ថ្ងៃក្រោយយើងទៅកុំព្យូទ័រផ្សេងដែលយើងចង់ចូលមកគឺយើងវាយពាក្យ Facebook ហើយពាក្យ sign in ទៅហើយយើងចេញមកទាំងបែបនេះ sign in គឺយើងបំពេញ email និង password ដូចដែលយើងបំពេញកាលពីមុនហ្នឹងតែអូខេ thank you very much for looking my videos